ឆ្ងល់ថាទិញផលិតផលនៅលើទីផ្សារសម្រាប់ប្រើប្រាស់ទៅលើឡានរបស់ខ្លួនឯងផ្ទាល់មិនដឹងជាទិញផលិតផលយ៉ាងម៉េចឬក៏មើលយ៉ាងម៉េចដឹងថាបានរបស់ល្អយកមកប្រើទៅបានយូរមិនខុសចិត្តមិនទាស់ចិត្តកន្លែងនេះបងប្អូនត្រូវយល់ថាបើសិនជាយើងអត់ចេះអីសោះទៅទេស្អាតតែម្ដងយើងចេះតែជន់ហ្គាឡានទៅមុខបើកឡានហើយយើងគិតថាយើងទៅទិញប្រេងទិញគ្រឿងបន្លាស់ផ្សេងអ៊ូស៊ីឬក៏ស្បែកប្រាំងបានល្អរៀងពិបាកបន្តិចឲ្យបងប្អូនដូចគេថាតែយើងល្ងងគេបោកហើយ I am the one the way your son don't ដូចពាក្យនេះគឺវាអត់ខុសទេបងប្អូនបើសិនជាបងប្អូនអត់មានមូលដ្ឋានគ្រឹះអីសោះបងប្អូនទៅទិញផលិតផលទាំងនោះក៏មិនកត់ថាបានរបស់ល្អដែរកុំថាឡើយបងប្អូនមួយចំនួនដែលគាត់អត់បានយល់ដឹងពីមូលដ្ឋានគ្រឹះក្នុងការទិញមូលដ្ឋានគ្រឹះពីផលិតផលដែលបងប្អូនប្រើគឺមិនត្រឹមតែប៉ុណ្្នឹងទេអ្នកលក់ដូចខ្ញុំបងប្អូនអ្នកលក់ផ្សេងទៀតក៏អាចទៅទិញបានផលិតផលដែលមិនល្អដូចគ្នាដែរបទពិសោធន៍របស់ខ្ញុំកន្លងមកខ្ញុំធ្លាប់ទៅទិញបូមឡានទាំងដែលខ្ញុំអ្នកលក់បូមដូចគ្នាហើយខ្ញុំទៅទិញបូមឡានពីទីផ្សារទូទៅអញ្ចឹងណាមិនត្រឹមតែទិញបានបូមដែលគុណភាពអន់ទេគឺថាថ្លៃទៀតឧទាហរណ៍ថាខ្ញុំលក់បូមមួយដើមបូមឡានអាមុខណាToyota Prius ឆ្នាំ2004ដល់2009មួយដើមទីផ្សារទូទៅគេលក់25-30ឧទាហរណ៍អញ្ចឹងណាហើយខ្ញុំអ្នកលក់ក្នុងតម្លៃចន្លោះនឹងដែរ25ឡើងដល់40អីចឹងទៅដល់ពេលខ្ញុំទៅទិញដៃគូខ្លួនឯងដែរដែលកន្លែងហ្នឹងធ្លាប់យកបូមទៅបោះឲ្យគាត់យកអីចឹងណាបានក្នុងតម្លៃមួយឈុតគេដូរឲ្យទាំងអស់ដូចជាកាលនោះ100 125ក៏115ឯងក្នុងចន្លោះហ្នឹងខ្ញុំភ្លេចទៅដល់ពេលខ្ញុំបានបទពិសោធន៍ខ្ញុំយកមកចែករំលែកនៅក្នុងវីដេអូនេះថាមិនថាបងប្អូនដែលប្រើឡានរាប់ឆ្នាំបើសិនជាបងប្អូនមិនមានមូលដ្ឋានគ្រឹះក្នុងការស្វែងយល់ពីផលិតផលទាំងអស់ហ្នឹងទេគឺបងប្អូនប្រឈមមុខភាគរយខ្ពស់ណាស់គឺថាជួបនៅផលិតផលដែលអន់ហើយអត់មានគុណភាពមិនមែនថាប្រើមិនកើតទេបងប្អូនប៉ុន្តែវាផលិតផលវាអន់ហើយតម្លៃវាធូរថ្លៃវាសមរម្យណាតែផលិតផលដែលអន់ហើយតម្លៃវាថ្លៃទៀតជាក់ស្ដែងខ្ញុំប្រើបានតែរយៈពេលខ្លីទេបូមក៏បែកទៅក្នុងតម្លៃ$100ជាងអានេះបើសិនជាយើងគិតយើងទិញពីទីផ្សារមក30ចុះយើងទិញមួយគូក៏វា60អញ្ចឹងបើយើងដូរទៅអស់$20ទៀតจะពី80អញ្ចឹងយើងអាចថាតម្លៃខុសពីដែលយើងទិញទូទៅវារហូតដល់ចង់$50អញ្ចឹងវាយើងច្រើនដែរបងប្អូនអញ្ចឹងនេះជាកន្លឹះមួយដែរដែលថាគុំថាឡើយតែបងប្អូនតែខ្ញុំអ្នកលក់ហ្នឹងក៏ជួបបញ្ហាដែលយើងមើលមិនឃើញដែលយើងមិនមានមូលដ្ឋានគ្រឹះទិញផលិតផលទៅប៉ះមិនល្អហើយថ្លៃអញ្ចឹងអ្វីដែលបងប្អូនអាចជៀសវាងបានគឺតតែបងប្អូនស្វែងយល់ពីផលិតផលទាំងអស់ហ្នឹងថាផលិតផលទាំងអស់ហ្នឹងយើងត្រូវដឹងអីខ្លះស្វែងយល់អីខ្លះមូលដ្ឋានគ្រឹះត្រួសដើម្បីទទួលបានផលិតផលល្អឥឡូវយើងកុំឲ្យវែងឆ្ងាយយើងចូលបន្តិចតាក់ទងជាមួយនឹងផលិតផលដែលខាងខ្ញុំមានរាល់ថ្ងៃខ្ញុំផ្គត់ផ្គង់លើស្បែកប្រាំងប៊ូស៊ីហើយនិងប្រេងហើយបងប្អូនសួរថាល្អអត់ខ្ញុំអ្នកលក់ខ្ញុំនឹងប្រាប់ថាល្អអញ្ចឹងបើសិនជាបងប្អូនខ្វះមូលដ្ឋានគ្រឹះក្នុងការពិចារណាខ្ញុំប្រាប់ថាល្អបងប្អូនថាល្អដែរពីព្រោះបងប្អូនអត់មានមូលដ្ឋានគ្រឹះក្នុងការពិចារណាហើយស្វែងយល់ពីផលិតផលដែលអ្នកលក់អញ្ចឹងអ្វីដែលបងប្អូនត្រូវស្វែងយល់នឹងគឺផលិតផលទាំងអស់ហ្នឹងបងប្អូនត្រូវស្វែងយល់ស្រាវជ្រាវពីនៅលើទីផ្សារព្រោះ Facebook YouTube អ៊ីនធឺណិតនៅក្នុង Google អីហ្នឹងគឺច្រើនដែលបងប្អូនត្រូវស្វែងយល់ត្រូវសិក្សាប្រៀបធៀបដើម្បីបានជាចំណេះដឹងខ្លះៗក្នុងការជ្រើសរើសផលិតផលដែលមានគុណភាពឥឡូវខ្ញុំលើកឡើងថា Boosie តើបងប្អូនត្រូវមើលយ៉ាងម៉េចដើម្បីដឹងថាផលិតផលហ្នឹងល្អបងប្អូនសួរថាអាស៊ីនហ្នឹងអាស៊ីនអ្នកលក់ប្រាប់ថាស៊ីនគេស៊ីនប៉ុន្តែស៊ីនសួរថាបងប្អូនប្រកាសទេថាស៊ីនឲ្យបងប្អូនបានផលិតផលល្អទោះបីជាស៊ីនក៏ដោយឥឡូវបងប្អូនចំណាយ Boosie ស៊ីនបងប្អូនទិញមួយគ្រាប់$20 $20វាគួរតែប្រភេទគេហៅថាmaterial ឬក៏វត្ថុធាតុផ្សំប្រភេទ iridium អញ្ចឹងបងប្អូនទៅទិញ iridium $20អូខេវាត្រូវហើយអត់ខុសទេបើបានផលិតផលស៊ីនទៀតវាទៅល្អកូពីតម្លៃក៏អត់មានដល់$20ទេតែ$10អីចុះក្រោមហើយឲ្យតែកូពីហៅ grade A ប្រភេទ grade ខ្ពស់ណាចឹងបងប្អូនយកទៅប្រើក៏មិនខុសគ្នាប្រហែលដែរទទួលស្គាល់ថាវាមិនល្អដូច original ដូចស៊ីនទេប៉ុន្តែក៏វាគួរសមដែរបើសិនជាបងប្អូនបានអា grade ល្អណាប៉ុន្តែបងប្អូនចំណាយលុយ$20ថាបានរបស់ស៊ីនមែនឧទាហរណ៍ណាស៊ីនមែនតែបងប្អូនមិនបានស៊ីនiridium ទេប្រភេទ platin ឬក៏ nickel platin nickel គុណភាពវាមិនអាក្រក់អីពេកទេប៉ុន្តែតម្លៃវាខ្ទង់$10ជាងអីទេចឹងវាខុសណាហ្នឹងជាការដែលយើងមិនបានស្វែងយល់ដឹងពីផលិតផល
អញ្ចឹងបើសិនជាបងប្អូនចង់ស្វែងយល់ចង់យល់ជាមូលដ្ឋានគ្រឹះក្នុងការដឹងពីផលិតផលមួយៗបងប្អូនត្រូវស្វែងយល់ដូចខ្ញុំលើកឡើងពីដើមអញ្ចឹងណាតាមអ៊ីនធឺណិតមានតាំងពី Google YouTube Facebook បងប្អូនវាយចូលមើលទៅថា